អ្នកដែលគាត់ដាំប្រទេសទុយកពើឬក៏គាត់មានប្រទេសទុយកពើនៅផ្ទះច្រើនណាគឺអ្នកអរគ្នាអាចមើលវីដេអូមួយនេះបាននិយាយទៅហើយគឺជារូបមន្តមួយដែលល្អមែនតែនតែម្ដងអ្នកទាំងអស់គ្នាសម្រាប់ជួយសក់អ្នកទាំងអស់គ្នាឲ្យដុសវែងលឿនខ្លាំងមែនតែនហ្មងជាក់ស្ដែងដូចខ្ញុំតកាលពីខ្ញុំចេះធ្វើវីដេអូដំបូងបំផុតតែទៅជាមួយសក់ហ្នឹងគឺខ្ញុំប្រើតែប្រទេសទុយកពើហ្នឹងទេគាត់ថាខ្ញុំប្រើពីមុខចូលគ្នាអញ្ចឹងទៅប៉ុន្តែសម្រាប់ប្រទេសទុយកពើនេះមួយបើអ្នកទាំងអស់គ្នាអត់មានអីលាយជាមួយទេព្រោះតែប្រទេសទុយកពើនឹងសុតទៅក៏បានដែរយកតែសាច់ប្រទាហ្នឹងមកលាយជាមួយនឹងសាប៊ូកក់សក់យើងបន្តិចទៅហើយយើងកក់សក់មិនកក់សក់អីយើងយកទៅលាបនៅលើសក់លើស្បែកក្បាលឲ្យសប់ទុកចោលកន្លះម៉ោងមកទៅចាំយើងកក់សក់ចេញតែជាធម្មតាទុកតែកន្លះម៉ោងបានហើយយើងកក់ចេញទៅហើយប្រើក្រែមបន្ទន់សក់ទៅគឺជាការស្រេចហើយបើសិនជាយើងពិបាកក្នុងការលាបវាពុទ្ធសាសតែយើងប្រើតែតិចតិចវាល្អហើយលាបឲ្យបានសក់ស្បែកក្បាលទេយើងធ្វើការប្រើច្រើនចឹងអ្នកនរគ្នាអាចលាយជាមួយនឹងពងមាន់ក៏បានពងទាក៏បានដែរលាយទាំងអស់ហ្នឹងហ្មងអានេះក៏វាជួយសក់របស់យើងកាន់ច្រើនទៀតតែបើអត់មានទេយើងប្រើតែតិចតិចក៏ប្រើជាមួយនឹងសាប៊ូកក់សក់ទៅគឺ ready មែនតើគឺអូខេហើយគឺអត់មានត្រូវការអីទៀតទេហើយអាសាធ្វើមួយសប្តាហ៍2 ទៅ 3 ដងក្នុងពេលដែលអ្នកនរគ្នាធ្វើតែម្ដងនេះអ្នកនរគ្នាឃើញផល40 ទៅ 50% ហើយអញ្ចឹងបើអ្នកនរគ្នាមួយអាទិត្យធ្វើ2 វិដងហើយធ្វើអាចត្រឹមរយៈពេល1ខែសក់អ្នកនរគ្នាអាចដុសវែងមែនតែនហ្មងណាអាចថាប្រហែលជា2 3 ឆ្នាំដៃដងអត់ទាំងអ្នកនរគ្នាព្យាយាមតែបើយើងអត់ព្យាយាមទេខ្ញុំក៏អត់ដឹងថាត្រូវធ្វើមិនដែរនឹងជួយអ្នកនរគ្នាអស់តាមវិធីហ្នឹងហើយអញ្ចឹងបើអ្នកនរគ្នាចង់បានសក់ដុសវែងលឿនគឺអាចសាកប្រើវិធីទាំងអស់ហ្នឹងបានអញ្ចឹងបើមានចម្ងល់ខមមិនសួរខាងក្រោមវីដេអូហ្នឹងបាយបាយ